Anna ទើបតែឡើងលើយន្តហោះហើយដឹងថាកាប៊ីននេះសន្មតថាមានមនុស្សពេញប៉ុន្តែមានអ្នកដំណើរតែ2 3នាក់ប៉ុណ្ណោះទោះបីជានាងតែងតែមានអារម្មណ៍មិនល្អនៅក្នុងចិត្តក៏ដោយក៏នាងគិតដល់ប្តីរបស់នាងដែលកំពុងតែនៅក្នុងឃ្លាំងទំនិញជម្រើសតែមួយគត់របស់ Anna គឺសម្រាប់នៅកៅអីមួយរយៈប៉ុន្តែនាងមិននឹកស្មានថាការសម្រេចចិត្តនេះនឹងក្លាយជាការចាប់ផ្ដើមនៃសុបិនអាក្រក់នោះទេពេលអាណាភ្ញាក់ពីដំណេកនាងបានរកឃើញថាកូនស្រីដែលអង្គុយក្បែរនាងបានបាត់ខ្លួននាងក្រោកឡើងទៅបន្ទប់ទឹកនៅចុងកាប៊ីនគ្មានសម្លេងកូនស្រីបុរសម្នាក់បានឃើញការព្រួយបារម្ភរបស់ Anna ហើយបានសួរនាងថាតើនាងត្រូវការជំនួយឬទេតើអ្នកឃើញក្មេងស្រីតូចម្នាក់ដើរមកទីនេះទេខ្ញុំប្រកាសថាខ្ញុំមិនបានធ្វើទេតាមសម្ដីរបស់បុរសនោះ Anna បានដឹងថាយន្តហោះបានហោះឡើងជាង3ម៉ោងប៉ុន្តែនាងបានសន្លប់នាងមិនអាចចាំថាមានអ្វីកើតឡើងនៅពេលនេះទេ Anna បានចាប់ផ្ដើមក្រឡេកមើលជុំវិញកាប៊ីនប៉ុន្តែនាងបានរកឃើញតែខ្លាឃ្មុំតុកតាមួយនៅលើអាកាសនេះគឺជាដៃគូមួយក្នុងចំណោមដៃគូមួយចំនួនរបស់នាងដែលនាងធ្លាប់ត្រូវបានរក្សានៅខាងនាង Anna ដឹងថាវាជាកូនស្រីរបស់នាងដើម្បីសន្សំពេលវេលានាងបានរកឃើញប្រធានក្រុមភ្លាមដោយសង្ឃឹមថាគាត់អាចបើកទ្វារទាំងអស់នៅក្នុងកាប៊ីន Anna បានគិតថាកូនស្រីរបស់នាងច្បាស់ជាបានលាក់ខ្លួននៅជ្រុងមួយនៃយន្តហោះដោយហេតុផលមួយចំនួនអារម្មណ៍របស់ Anna កាន់តែតានតឹងឡើងអ្វីដែលនាងអាចធ្វើបានគឺរក្សាការលួងលោមនាងខណៈដែលរៀបចំឲ្យអ្នកអវកាសផ្សេងទៀតលេងព័ត៌មានលម្អិតរបស់ក្មេងស្រីតាមវិទ្យុប៉ុន្តែ30នាទីក្រោយមកក៏នៅតែមិនមានដំណឹងពីកូនស្រីរបស់គាត់ដែរពេលនេះយន្តហោះស្ថិតនៅកម្ពស់30,000 ហ្វីតហើយកាប៊ីនទាំងមូលត្រូវបានបិទ Anna មានការភ័ន្តច្រឡំយ៉ាងខ្លាំងអំពីមូលហេតុដែលកូនស្រីរបស់នាងបាត់ខ្លួនភ្លាមប៉ុន្តែនាងបន្តស្វែងរកកូនស្រីម្ដងហើយម្ដងទៀតទោះបីជាអាកប្បកិរិយានេះបានធ្វើឲ្យអ្នកដំណើរផ្សេងទៀតមិនពេញចិត្តក៏ដោយក៏នាងមិនឈប់ដែរប៉ុន្តែនៅពេលដែល Anna បានឮឈ្មោះកូនស្រីរបស់នាងចេញពីមាត់អ្នកអវកាសយានិកម្នាក់តាមទូរស័ព្ទនាងបានប្រញាប់ប្រញាល់ទៅសួរប៉ុន្តែនាងទទួលបានព័ត៌មានមិនគួរឲ្យជឿថែមទៀតកញ្ញាប្រាខ្ញុំសុំទោសប៉ុន្តែខ្ញុំមិនគិតថានាងនៅទីនេះទេអ្វីយើងមិនមែនទេម៉ាក់ពួកយើងមិនមានកំណត់ត្រាណាមួយដែលកូនស្រីរបស់អ្នកធ្លាប់ជិះលើយន្តហោះនោះទេតើអ្នកកំពុងនិយាយអំពីអ្វីនោះគឺជាច្រកចេញដំណើរនៅទីក្រុងប៉េឡាំងហើយពួកគេនិយាយថាពួកគេមិនដែលបានពិនិត្យយឺលីអាផាតនៅលើយន្តហោះនេះទេជាការពិតណាស់ពួកគេមិនបានធ្វើទេនាងនៅក្បែរខ្ញុំយើងជាអ្នកដំណើរ2នាក់ដំបូងនៅលើយន្តហោះយើងត្រូវតែដើរកាត់អ្នកម៉ាក់នេះជាការបង្ហាញអ្នកដំណើររបស់យើងកូនស្រីរបស់អ្នកមិននៅលើវាទេអាណាគិតថាមានអ្វីមួយខុសប្រក្រតីជាមួយប្រព័ន្ធប្រលានយន្តហោះកូនស្រីរបស់នាងផ្ទាល់បានអង្គុយស្ងៀមក្បែរនាងហេតុអ្វីបានជានាងបាត់នៅពេលនាងភ្ញាក់ Anna បានរត់ត្រឡប់ទៅកន្លែងអង្គុយរបស់នាងវិញដើម្បីស្វែងរកភស្តុតាងនៃអត្ថិភាពរបស់កូនស្រីនាងប៉ុន្តែពេលនាងបើកបន្ទប់ស្តុកទុកក្នុងយន្តហោះនាងបានរកឃើញកាបូបស្ពាយរបស់កូនស្រីនាងបាត់អាណាជឿថាកូនស្រីរបស់នាងច្បាស់ជាត្រូវគេចាប់ពង្រត់អារម្មណ៍របស់នាងកាន់តែអាក្រក់ទៅហើយនាងមិនខ្វល់ពីក្រុមនាវិកឡើយនាងប្រញាប់ទៅកាប៊ីនយន្តហោះចលនាឆ្កួតរបស់អាណាត្រូវបានកត់សម្គាល់ដោយប្រធានក្រុមយ៉ងបុរសនោះបានចាប់នាងជាប់ Jane Carson តើអ្នកឈឺចាប់ទេខ្ញុំគ្រាន់តែត្រូវការជួបប្រធានក្រុមខ្ញុំយល់ប៉ុន្តែនោះជាការហៅរបស់គាត់មិនមែនជារបស់អ្នកទេច្បាស់ណាស់លោកប្រធានអំឡុងពេលសម្រាប់របស់បុគ្គលិកប្រធានក្រុមបានរឿងទាំងមូលពីមនុស្សជាច្រើនអ្នករាល់គ្នានិយាយថាមិនដែលឃើញកូនស្រីរបស់ Anna ទេសូម្បីតែកុំព្យូទ័រក៏គ្មានកំណត់ត្រាឡានជិះរបស់ក្មេងស្រីដែរនេះធ្វើឲ្យប្រធានក្រុមត្រូវសង្ស័យថា Anna បានផឹកស្រាឬលេបថ្នាំដែលអាចធ្វើឲ្យមានការយល់ច្រឡំ Anna សារភាពថាការស្លាប់របស់ប្តីនាងបានធ្វើឲ្យនាងធ្លាក់ទឹកចិត្តកម្រិតស្រាលប៉ុន្តែមិនមានន័យថានាងនឹងបាត់បង់កូនស្រីនោះទេទោះបីជាប្រធានក្រុមនៅតែសង្ស័យ Anna ប៉ុន្តែក្នុងនាមជាឪពុកគាត់ដឹងថាគាត់អាចជួយ Anna ស្វែងរកកូនរបស់នាងប៉ុណ្ណោះនោះហើយជារបៀបដែលគាត់បានជួយសង្គ្រោះនាងពីការថប់បារម្ភបើកភ្លើងឲ្យអ្នកដំណើរគ្រប់រូបអង្គុយគ្មាននរណាម្នាក់នៅក្នុងបង្គន់ទេគ្មានករណីលើកលែងនោះទេរកមើលកាបូបស្ពាយរបស់នាងលិខិតឆ្លងដែនរបស់នាងពិនិត្យគ្រប់ទូគ្រប់ធុងតើមានសំណួរទៀតទេសូមអរគុណនាវិកទាំងអស់នៅលើយន្តហោះបានចាប់ផ្ដើមត្រួតពិនិត្យគ្រប់ទីដោយព្យាយាមមិនឲ្យខកខានកន្លែងណាមួយឡើយប៉ុន្តែអ្នកដំណើរផ្សេងទៀតនៅលើយន្តហោះមិនបានដឹងពីភាពធ្ងន់ធ្ងរនៃបញ្ហានេះទេពួកគេគ្រាន់តែគិតថាវាជាការលេងសើចមួយទៀតដោយកូនខ្លាឃ្មុំនិងម្ដាយរបស់គាត់ទោះជាយ៉នបានតាម Anna ទៅពិនិត្យគ្រប់កន្លែងសូម្បីតែអ្នកទាំងពីរដើរទៅកៅអីខាងមុខក៏ដោយក៏គេមិនឃើញអ្វីដែរនៅពេលនេះអាណាឈប់ដើរហើយមករកបុរសពុកចង្ការដើម្បីសួរថាតើគេបានឃើញគាត់ឬអត់គាត់ក៏បានសង្កត់ធ្ងន់ថាគាត់មិនមែនជាជនជាតិអាល្លឺម៉ង់ទេ2ម៉ោងបានកន្លងផុតទៅចាប់តាំងពីអាណាបានរកឃើញកូនស្រីរបស់នាងបាត់គាត់នៅតែរកមិនឃើញកន្លែងលាក់ខ្លួនរបស់កូនស្រីគាត់នៅក្នុងកាប៊ីនអាណាបានហៅប្រធានក្រុមម្ដងទៀតដោយចង់ចូលទៅក្នុងកន្លែងផ្ទុកទំនិញនៅបាតយន្តហោះតែម្នាក់ឯងដោយសារតែ Anna ក្នុងនាមជាវិស្វករកាសនាងដឹងថាមានកន្លែងច្រើនពេកនៅក្នុងយន្តហោះដឹកអ្នកដំណើរដ៏ធំមួយដែលក្មេងស្រីអាយុ6ឆ្នាំអាចលាក់ខ្លួនបានប៉ុន្តែប្រធានក្រុមបានបដិសេធសំណើសុំសុវត្ថិភាពរបស់អាណាទោះបីជាយ៉ននៅជាមួយនាងក៏ដោយក៏ប្រធានក្រុមត្រូវទទួលខុសត្រូវចំពោះសុវត្ថិភាពរបស់អ្នកគ្រប់គ្នានៅលើយន្តហោះគ្រាន់តែនៅពេលដែលមនុស្ស2 3នាក់ឆ្លោះគ្នាអ្នកបម្រើលើយន្តហោះបានរំខានការសន្ទនារបស់ពួកគេមេតបតើខ្ញុំអាចនិយាយជាមួយអ្នកមួយផ្លែតបានទេលោកខាសុនស្ត្រីនេះស្ថិតក្នុងបន្ទុករបស់អ្នកខ្ញុំចង់ឲ្យនាងនៅក្នុងកាប៊ីនអ្នកដំណើរយោទេយោគុំសុំទោសប៉ុន្តែនៅពេលនេះអាណាបានឈរនៅស្ងៀមហើយហាក់ដូចជាចាំអ្វីមួយនាងបានប្រញាប់ចេញពីកន្លែងអង្គុយហើយរត់ទៅកាប៊ីនអាណាបានមករកបុរសពុកចង្ការម្ដងទៀតហើយសួរថាតើកូនស្រីរបស់នាងនៅឯណាវាប្រែទៅជានៅក្នុងសន្តាគារដែលពួកគេសម្រាប់ការពីម្សិលមិញអេណាបានឃើញបុរសពុកចង្ការនេះនិងដៃគូរបស់គាត់ឈរក្បែរបង្អួតគ្រប់ពេលដែលកំពុងសម្លឹងមើលបន្ទប់កូនស្រីគាត់អាណាបានគិតថាវាត្រូវតែមានអ្វីមួយទាក់ទងនឹងបុរសពុកចង្ការនេះប៉ុន្តែបុរសនោះបាននិយាយថាគាត់មិនដែលបានឃើញអេណានិងកូនស្រីរបស់នាងទេកាលពីយប់មិញសន្តាគារដែលគេស្នាក់នៅមិនដូចគ្នាទេទោះបីជាដើម្បីបំបត្តិការសង្ស័យរបស់សាធារណជនក៏ដោយមនុស្ស2នាក់បានបង្ហាញខ្លួននៅក្នុងបញ្ជីប្រើប្រាស់របស់សន្តាគារអាណាត្រូវបានចន់នាំទៅកន្លែងអង្គុយម្ដងទៀតយ៉នបានចោទប្រកាន់នាងថាមិនអាចពឹងផ្អែកទាំងស្រុងលើអារម្មណ៍របស់នាងក្នុងការធ្វើខុសលើនរណាម្នាក់នៅលើយន្តហោះនោះទេ
លោកក៏បានសង្កត់ធ្ងន់ថាគ្មានមូលដ្ឋានអ្វីដែលអាណាធ្វើនោះទេអាកប្បកិរិយារបស់នាងមិនត្រឹមតែបង្កបញ្ហាដល់ក្រុមនាវិកប៉ុណ្ណោះទេសូម្បីតែនាងក៏ស្ទើរតែឈួតដោយអែនណាផងដែរដឹងអីទេការស្លាប់របស់ស្វាមីអ្នកចាប់ផ្ដើមមានន័យកាន់តែច្រើនចំពោះខ្ញុំ2-3ម៉ោងទៀតហើយសូម្បីតែខ្ញុំក៏ត្រៀមខ្លួនលោតដែលប្រកាសនៅពេលនេះវិទ្យុត្រូវបានចាក់ម្ដងទៀតប៉ុន្តែលើកនេះប្រធានក្រុមបានប្រកាសលុបចោលអ្នកដំណើរទាំងអស់នេះក៏មានន័យថាការស្វែងរកការងារបានបញ្ចប់អែនណាបានរកឃើញប្រធានក្រុមភ្លាមដើម្បីសួរថាតើនាងបានរកឃើញកូនស្រីរបស់នាងប៉ុន្តែប្រធានក្រុមបានយកព័ត៌មានដែលទើបនឹងបញ្ជូនមកវិញពីដីពីលើអាកាសគាត់បានប្រាប់អែនណាថាមន្ទីរពេទ្យបានបញ្ជាក់ថាប្តីនិងកូនស្រីរបស់គាត់បានលោតពីលើជាន់ទី6ក្នុងពេលតែមួយហើយមូលហេតុនៃការស្លាប់ក្នុងគិលានុបដ្ឋាគឺធ្លាក់ឈាមក្នុងខ្លួនអាណាមិនអាចទទួលយកការពិតនេះបានទេសិស្សរបស់នាងចាប់ផ្ដើមរួមតូចហើយទេសភាពជុំវិញកំពុងវិលជុំឥតឈប់ឈរអែនណាបានកាន់កូនស្រីរបស់នាងយ៉ាងច្បាស់នៅលើយន្តហោះឥឡូវគាត់បានប្រាប់កូនស្រីថាគាត់បានទទួលមរណភាពកាលពីម្សិលមិញអាណាមិនអាចទទួលយកការពិតនេះបានទេនាងបានដោះសោរបស់ចន់ហើយប្រញាប់ចូលទៅក្នុងហ្វូងមនុស្សហើយតើអ្នកកំពុងធ្វើអ្វីបញ្ឈប់នាងតើអ្នកកំពុងធ្វើអ្វីចេញពីទីនេះអ្នកមិនអាចដោះស្រាយរឿងនេះបានទេចេញពីទីនេះពេលអាណាភ្ញាក់ឡើងម្ដងទៀតនាងត្រូវបានគេចង់នឹងដេកនៅកន្លែងអង្គុយដើមរបស់នាងនៅជាប់នាងគឺស្ត្រីម្នាក់ដែលអះអាងថាជាអ្នកព្យាបាលរោគផ្លូវចិត្តនាងគិតថាអែនច្បាស់ជាស្លាប់ក្នុងពេលដំណើរគ្នានឹងប្តីនិងកូនស្រីរបស់នាងវាជាការវាយប្រហារយ៉ាងខ្លាំងដល់ព្រលឹងដែលធ្វើឲ្យនាងមិនចង់ប្រឈមមុខនឹងការពិតវាបានបង្កើតការបំភាន់ថាកូនស្រីរបស់នាងនៅមានជីវិតអែនមិនអាចបញ្ជាក់ការពិតនឹងការបំភាន់បានទេប៉ុន្តែនៅពេលដែលអែនងាកទៅមើលបង្អួចនៅលើយន្តហោះនាងបានភ្ញាក់ផ្អើលនៅពេលដែលឃើញបេះដូងនៅលើនោះវាត្រូវបានគូយ៉ាងច្បាស់នៅមុនពេលកូនស្រីរបស់នាងបានចេញដំណើរប្អូនគឺកូនស្រីរបស់គាត់មិនស្លាប់តតែសោះនាងត្រូវតែនៅជ្រុងមួយនៃយន្តហោះប៉ុន្តែអាណាបានដឹងថាគ្មានអ្នកណាជឿនាងឡើយក្រៅពីខ្លួននាងផ្ទាល់ដូច្នេះនាងបានប្រើបន្ទប់ទឹកជាលេសដើម្បីឲ្យយន់ដោះខ្នោះដៃរបស់គាត់ប៉ុន្តែខណៈដែលយន្តហោះធ្លាក់នាងបានបើកទ្វារកាប៊ីននៅខាងលើបន្ទប់ទឹកបន្ទាប់មកនាងបានឡើងយ៉ាងប្រុងប្រយ័ត្នមិនយូរប៉ុន្មានអាណាបានរកឃើញប្រអប់ម៉ាស៊ីនត្រជាក់យោងតាមការយល់ដឹងរបស់នាងអំពីយន្តហោះនាងបានផ្លាស់ប្ដូរទីតាំងនៃដោតរបាំងអុកស៊ីសែននៃកាប៊ីនបានធ្លាក់ចុះភ្លាមអ្នកដំណើរដែលមិនស្គាល់អត្តសញ្ញាណបានគិតថាមានអ្វីកើតឡើងលើយន្តហោះពួកគេចាប់ផ្ដើមភ័យបន្ទាប់មកអែនណាបានបំផ្លាញភ្លើងទាំងអស់នៅក្នុងកាប៊ីនដោយមិនប៉ះពាល់ដល់ការហោះហើរយន្តហោះបានចូលទៅក្នុងភាពងឹតភ្លាមឆ្លៀតឱកាសនេះអាណាបានចាក់ចេញពីបន្ទប់ទឹកនាងបានមកដល់កន្លែងផ្ទុកទំនិញក្បែរជណ្ដើរយន្តពេលនេះប្រធានក្រុមបានចេញមកសួរយន់ថាអែនណានៅឯណាបន្ទាប់មកគាត់បានឆ្លុះបញ្ចាំងថាទាំងអស់នេះគឺជាការធ្វើរបស់អែនណាដោយការរំពឹងទុកគ្មាននរណាម្នាក់នៅក្នុងបន្ទប់ទឹកនៅពេលនេះអាណាបានស្វែងរកកន្លែងផ្ទុកទំនិញទាំងមូលនាងនៅតែរកមិនឃើញកន្លែងលាក់ខ្លួនរបស់កូនស្រីនាងសង្ឃឹមថានឹងបានរកឃើញពន្លឺរបស់ស្វាមីនាងអាណាគិតមិនច្បាស់ថាកូនស្រីនឹកឪពុកខ្លាំងពេកនាងលួចចូលប៉ុន្តែពេលនាងបញ្ចូលលេខសម្ងាត់នោះទេខ្ញុំខ្លាចណាស់ព្រះឲ្យខ្ញុំខ្លាចណាស់សម្លាញ់ខ្ញុំមិនអាចទេខ្ញុំរកមិនឃើញកូនរបស់ខ្ញុំទេខ្ញុំមិនដឹងថានាងនៅឯណាទេខ្ញុំពិតជាមិនដឹងត្រូវធ្វើបែបណាទេបងជួយអូនរកកូនឲ្យឃើញផងភ្លាមនោះចន់បានដើរតាមនាងហើយគេក៏ដាក់ខ្លួនដៃឲ្យអាណាជាលើកដំបូងព្រោះទង្វើរបស់គាត់ទើបមានផលវិបាកធ្ងន់ធ្ងរយន្តហោះត្រូវខូចកណ្ដាលជើងហោះហើរពិនិត្យមើលថាតើឧបករណ៍ដែលទើបតែត្រូវបានបំផ្លាញនោះមានគ្រោះថ្នាក់សុវត្ថិភាពដែរឬទេហើយអែណាក៏នឹងត្រូវប៉ូលីសចាប់ខ្លួនផងដែរប៉ុន្តែគាត់នៅតែគិតថាកូនស្រីរបស់គាត់នៅលើយន្តហោះបើកូនស្រីពិតជាលោតពីលើអាគារជាមួយឪពុកមែនហេតុអ្វីបានជាមានឈូសតែមួយនៅលើយន្តហោះចនមិនខ្វល់ពីរឿងទាំងនេះតតែសោះឥឡូវនេះគាត់គ្រាន់តែចង់យកអែណាចេញពីយន្តហោះឲ្យបានឆាប់តាមដែលអាចធ្វើទៅបានប៉ុន្តែពេលពួកគេទាំងពីរទើបតែត្រឡប់ទៅកន្លែងអង្គុយវិញអែណាបានអង្វរបុរសនោះឲ្យជួយនាងបើនាងត្រូវគេចាប់ដាក់គុកគ្មានអ្នកណាខ្វល់ពីជីវិតកូនស្រីទេប្រឈមមុខនឹងការអង្វរដ៏ជូរចត់របស់ម្ដាយបុរសនោះច្បាស់ជារើបំរះហើយទៅកាន់ប្រលានយន្តហោះឲ្យគាត់មើលថែអាណាហើយនិយាយជាមួយប្រធានក្រុមប៉ុន្តែនៅពេលដែលយ៉នបានបាត់ខ្លួននៅក្នុងភ្នែករបស់អែណាគាត់មិនបានទៅកាប៊ីនយន្តហោះតតែសោះគាត់បានមកឈូសនៃសាកសពតែម្នាក់ឯងគាត់បានដកក្តារបន្ទះខាងលើហើយគ្រឿងផ្ទុះដែលមានដងស៊ីតេខ្ពស់មួយចំនួនបានធ្លាក់ចេញបន្ទាប់មកគាត់បានរកឃើញឧបករណ៍បំផ្ទុះនៅក្នុងនោះវាប្រែថាគាត់គឺជាមេខ្លោងគាត់បានដំឡើងគ្រឿងផ្ទុះនៅគ្រប់ជ្រុងនៃកាប៊ីនក្មេងស្រីតូចម្នាក់កំពុងដេកនៅក្នុងទីតាំងលាក់ខ្លួនទាបបំផុតនាងជាកូនស្រីរបស់អាណាយ៉នបានរកឃើញប្រធានក្រុមហើយបានអះអាងថាអែនជាភេវជនគាត់បានដំឡើងគ្រឿងផ្ទុះនៅលើយន្តហោះប្រសិនបើគាត់មិនធ្វើតាមការណែនាំរបស់គាត់ហើយផ្ដល់សំណូកដល់កន្នីស្វីសចំនួន$50 លានគាត់នឹងបំផ្ទុះគ្រាប់បែកដោយមិនស្ទាក់ស្ទើរហើយយ៉នក៏បានប្រាប់ប្រធានក្រុមថាអែនមានអ្នកសុំគំនិតនៅលើយន្តហោះគុំគិតថាអ្នកអាចគ្រប់គ្រងនាងបើអ្នកមិនធ្វើអ្វីដែលនាងបានសុំទេលទ្ធផលនឹងនឹកស្មានមិនដល់ប្រធានក្រុមដើម្បីសុវត្ថិភាពអ្នកដំណើរអាចរាយការណ៍រឿងនេះទៅថ្នាក់លើបានតែប៉ុណ្ណោះនៅពេលដែលយ៉នចេញពីកាប៊ីនយន្តហោះគាត់ត្រូវបានប្រគល់ទៅឲ្យអ្នកបើកយន្តហោះវាប្រែថាពួកគេទាំងពីរគឺជាក្រុមដំបូងឡើយកំណត់ត្រាឡើងយន្តហោះរបស់កូនស្រីអែនត្រូវបានគេរំខានហើយព័ត៌មានដែលបញ្ជូនមកពីមន្ទីរពេទ្យក៏ត្រូវបានបញ្ជូនទៅប្រធានក្រុមបន្ទាប់ពីគាត់បានផ្លាស់ប្ដូរគោលបំណងធ្វើឲ្យគ្រប់គ្នាគិតថាអាណាជាមនុស្សឆ្កួតហើយយ៉នក៏បានឆ្លៀតឱកាសនេះដើម្បីវិកខ្ចប់អែនជាភេវករដែលត្រៀមប្លន់យន្តហោះពេលយន្តហោះចុះចតគាត់នឹងរត់គេចជាមួយស្ត្រីនោះប៉ុន្តែផែនការមិនអាចតាមទាន់ការផ្លាស់ប្ដូរនោះទេបន្ទាប់ពីយន្តហោះបានចុះចតដោយជោគជ័យអែនគិតថាយ៉នបានបញ្ចុះបញ្ចូលប្រធានក្រុមឲ្យអនុញ្ញាតឲ្យនាងស្វែងរកយន្តហោះទាំងមូលឲ្យបានហ្មត់ចត់ដើម្បីបញ្ជាក់ថាកូនស្រីរបស់នាងពិតជាមានហើយបានសុំឲ្យប្រធានក្រុមសុំទោសនាងចំពោះការវិនិច្ឆ័យខុសរបស់គាត់អាណាមិនយល់ពីអ្វីដែលប្រធានក្រុមនិយាយតតែសោះប៉ុន្តែយ៉នមានអារម្មណ៍ថាអ្វីកំពុងអភិវឌ្ឍទៅក្នុងទីដៅខុសគាត់បានរកឃើញហេតុផលភ្លាមដើម្បីចុះពីយន្តហោះជាមុនប៉ុន្តែអាណាទើបតែធ្វើតាមចន់នៅពេលដែលនាងឈរនៅបង្អួចសម្លឹងមើលក្រុមប៉ូលីសប្រដាប់អាវុធនៅខាងក្រៅអាណាបានបញ្ចូលរឿងទាំងមូលជាមួយនឹងអ្វីដែលប្រធានក្រុមទើបតែបាននិយាយទីបំផុតនាងបានយល់ថាគឺជាបុរសទាំងអស់ដែលនៅចំពោះមុខនាងជាអ្នកលួចពិតអែនបានស្រែកភ្លាមថាយ៉នដែលហ៊ាននឹងចុះពីយន្តហោះ
ប៉ុន្តែយ៉នមិនភ័យស្លន់ស្លោឡើយគាត់បានងាកមកយកឧបករណ៍បំផ្ទុះចេញពីហោប៉ៅរបស់គាត់វាច្បាស់ណាស់ថាគាត់ភ័យខ្លាចថាប្រសិនបើអែនណាបង្ហាញការខុបខិតរបស់នាងឥឡូវនេះនាងនឹងចុចកុងតាក់ដោយមិនស្ទាក់ស្ទើរហើយទុកឲ្យមនុស្សគ្រប់គ្នានៅលើយន្តហោះស្លាប់ជាមួយនាងអ្នកទាំងពីរបានឈរនៅច្រកចេញនៃយន្តហោះរងចាំអ្នកដំណើរទាំងអស់ចុះពីយន្តហោះដោយសុវត្ថិភាពដរាបណាទ្វារកាប៊ីនត្រូវបានបិទអាណាបានយកបំពង់ពន្លត់អគ្គីភ័យមកគោះយ៉នចេញបន្ទាប់មកនាងបានរកឃើញឧបករណ៍បំផ្ទុះនៅក្នុងហោប៉ៅរបស់នាងនៅពេលដែលអែនណាសួរយ៉នថាតើកូនស្រីរបស់គាត់នៅឯណានោះប្រធានក្រុមពន្លត់អគ្គីភ័យកំពុងមកតាមផ្លូវនេះអែនណាបានយល់ថាកូនស្រីរបស់គាត់ច្បាស់ជាត្រូវបានគេលាក់នៅក្នុងកាប៊ីនឧបករណ៍អេឡិចត្រូនិកពេលដែលគាត់ដកកាំភ្លើងចេញអែនណាបានរត់ទៅកាប៊ីន2ត្រើយម្ខាងខណៈពេលដែលគ្រាប់កាំភ្លើងបានត្រូវគេស្ទុះចូលទៅក្នុងកាប៊ីនយន្តហោះពួកគេទាំងពីរប្រៀបដូចសត្វឆ្មានិងកណ្ដុរដេញគ្នានៅលើយន្តហោះអែនណាបានស្គាល់រចនាសម្ព័ន្ធរបស់យន្តហោះហើយតែងតែអាចកម្ចាត់ការដេញតាមរបស់យ៉នជាមុនប៉ុន្តែនៅពេលដែលអែនណាទើបតែចុះពីយន្តហោះហើយចង់ចូលទៅក្នុងកាប៊ីនខាងក្រោមនាងបានជួបជាមួយប្រធានក្រុមដែលរងចាំនៅទីនេះយូរមកហើយតើអ្នកពិតជាចង់សម្លាប់ក្មេងស្រីតូចមែនទេគាត់នឹងមិនប្រកាន់ទេខ្ញុំដឹងថាកាន់តែពិបាកកាន់តែខ្លាំងគាត់ហាក់ដូចជារីករាយនឹងខ្លួនគាត់ប៉ុន្តែចុះអ្នកវិញហោះតើអ្នកចង់សម្លាប់ក្មេងស្រីតូចរបស់ខ្ញុំទេនៅពេលនេះចន់បានឬសំឡេងនោះក៏ប្រញាប់រត់ទៅប៉ុន្តែគាត់នៅតែយឺតមួយជំហានអែនណាបានចូលទៅក្នុងកាប៊ីនឧបករណ៍អេឡិចត្រូនិកដោយភាពញញៃមិនយូរប៉ុន្មាននាងបានរកឃើញកូនស្រីរបស់នាងនៅក្នុងសន្លប់នៅទីនេះអាណាបានយកកូនស្រីរបស់គាត់ទៅកន្លែងតូចមួយនៅពេលចុងក្រោយនៃការបិទទ្វារកាប៊ីនគាត់នឹងចន់បានសម្លឹងមើលគ្នាទៅវិញទៅមកតើអ្នកនឹងធ្វើអ្វីហោះតើអ្នកនឹងបំផ្ទុះយើងទេមានតែអ្នកប៉ុណ្ណោះយន្តហោះបានផ្ទុះមួយរំពេចហើយគ្របដណ្ដប់លើកាប៊ីនទាំងមូលគ្មាននរណាហ៊ានសម្លឹងមើលអ្វីគ្រប់យ៉ាងនៅចំពោះមុខដោយមានទំនុកចិត្តឡើយពេលភ្លើងរលត់ទ្វារកាប៊ីនខាងមុខយន្តហោះត្រូវបានរបើកអាណាបានយកកូនស្រីរបស់នាងចេញពីផ្សែងអ្នកដំណើរនៅកៅអីក្រោយឃើញក្មេងស្រីនៅក្នុងដៃរបស់អែនណាហើយពួកគេទាំងអស់ខ្មាស់ហើយអោនក្បាលនៅទីបំផុតសូម្បីតែប្រធានក្រុមក៏បានមករកអែនណាហើយបានសុំទោសចំពោះទង្វើមុនរបស់គាត់ខ្ញុំសុំទោសអ្នកត្រូវជឿលើអារម្មណ៍ដែលគ្មានរសជាតិបំផុតក្នុងលោកជារៀងរហូតដែលជាក្តីស្រឡាញ់របស់ម្ដាយទីបំផុតបានបញ្ចប់ដោយក្តីរីករាយជនអាក្រក់ក៏ត្រូវបានចាប់អរគុណសម្រាប់ការទស្សនា